បាទសួស្តីបងប្អូនអរគ្នាជាពិសេសអ្នកដែលចង់រៀនទាក់ទងនឹងមូលដ្ឋានគ្រឹះគណិតវិទ្យាឥឡូវយើងមកបន្តទាក់ទងជាមួយនឹងការរវត្តលំហាត់បានន័យថាយើងចែកប្រភេទនិងប្រភេទបាទអញ្ចឹងអត់ប្រហែលទេការចែកប្រភេទនិងប្រភេទបានន័យថាយើងត្រូវយកប្រភេទទី1គុណនឹងចម្រាស់ប្រភេទទី2បាទអញ្ចឹងយើងមកមើលទាំងអស់គ្នា1/3ចែកជាមួយនឹង2/3បាទយើងមាន1/3ចែកនឹង2/3បាទអញ្ចឹងបានន័យថាយើងបាន1/3នេះទៅគុណនឹងចម្រាស់បាទ3/2វិញបាទអញ្ចឹងយើងឃើញថា3ដូចគ្នានេះបាទអញ្ចឹងអាចសម្រួលបានហើយអញ្ចឹងលទ្ធផលអសល់គឺ1នៅលើ2បាទនៅពេលដែលយើងគុណទៅយើងឃើញថា3/6ដល់ពេលសម្រួលទៅគឺលទ្ធផលចេញ1/2ដែរទេបាទអញ្ចឹងយើងមើលបន្តទៀត3/7គុណសំទោសចែកជាមួយនឹង1/5អញ្ចឹងយើងបាន3បាទ7នៅដដែលណាបាទប៉ុន្តែ5ឡើងទៅលើវិញហើយ1ចុងក្រោមអញ្ចឹង3 5ដង15បាទ7 1ដង7ឥឡូវយើងមើលនេះវិញនេះទៅជា2 7ដែលថានៅដដែលទេ5ទៅលើ2ចុងក្រោមអញ្ចឹងឃើញថានេះដូចគ្នា2នេះលើក្រោមដូចគ្នាបាទអញ្ចឹងអាចសម្រួលបានហើយអញ្ចឹងអ្វីដែលយើងទៅសល់គឺ5នៅលើ7ឥឡូវយើងមើលនេះវិញបាទ3ហើយ5នៅដដែលបាទអញ្ចឹង5នេះទៅលើ7ចុងក្រោមឆ្លាស់គ្នាទី2អញ្ចឹងឃើញថានេះយ៉ាងម៉េច5អានេះយ៉ាងម៉េចដែរ5ដែរអញ្ចឹងអាចសម្រួលបានហើយអញ្ចឹងយើងអសល់3នៅលើ7ងាយៗយើងបាច់គុណច្រើនទេបាទឥឡូវខ្ញុំគួរធ្វើបន្តទៀតអត់បាទអញ្ចឹងខ្ញុំគិតថាមិនបាច់ទេដល់សល់4លំហាត់ទៀតគឺទុកឲ្យបងប្អូនអរគ្នាសាកល្បងក្នុងការដោះស្រាយខ្លួនឯងបាទព្រោះយើងសាកល្បងច្រើនមិនយើងដឹងអញ្ចឹង4លំហាត់នេះសង្ឃឹមថាបងប្អូនអរគ្នាអាចដោះស្រាយបានផងដែរបាទអរគុណច្រើនបងប្អូនអរគ្នាហើយយើងជួបគ្នានៅវីដេអូក្រោយ